កាលពីព្រេងនាយនៅស្រុកលង្វែកមានប្តីប្រពន្ធក្រីក្រមួយគូប្រកបរបរធ្វើស្រែចម្ការពួកគេរស់នៅយ៉ាងសាមញ្ញស្រឡាញ់គ្នាខ្លាំងប៉ុន្តែមិនទាន់មានកូនថ្ងៃមួយនាងប្រពន្ធបានយល់សុបិនចម្លែកនាងឃើញខ្លួនឯងពាក់ចិញ្ចៀនពាក់3វង់ភ្លឺចែងចាំងយ៉ាងអស្ចារ្យពេលភ្ញាក់ឡើងនាងមានអារម្មណ៍ភ័យផងអរផងហើយបាងប្រាប់ប្តីឲ្យទៅរកគ្រូទាយបើតាមសុបិននេះល្អណាស់គឺនឹងមានអ្នកមានបុណ្យចាប់កំណើតប៉ុន្តែនាងមិនត្រូវបរិភោគស្វាយខ្ចីឡើយបើមិនដូច្នោះនឹងមានគ្រោះថ្នាក់ធំកើតឡើងព្រមទាំងហាមនាងមិនឲ្យបរិភោគស្វាយខ្ចីពេលពោះកាន់តែធំឡើងនាងchạyតែនឹកស្វាយខ្ចីខ្លាំងឡើងខ្លាំងឲ្យទ្រាំចិត្តមិនបាននាងក៏ឡើងដាំស្វាយដោយខ្លួនឯងតែពេលឡើងដល់លើនាងបានតងមេឃពុកមួយហើយមេឃនោះក៏បាក់ភ្លាមនាងធ្លាក់ពីលើដាំស្វាយមកដល់ដីស្លាប់មួយរំពេចហើយអ្វីដែលអស្ចារ្យនោះគឺពីក្នុងផ្ទៃរបស់នាងមានកូនព្រើម្នាក់និងកូនគោមួយបានកើតចេញមកកូនគោនោះមិនមែនជាគោធម្មតាទេវាចេះដើរចេះនិយាយនិងមានឫទ្ធិបារមីខ្លាំងពូកែមាននប់ឃើញប្រពន្ធស្លាប់ក៏យំសោកអាណិតជាពុនពេកគាត់បានយកកូនប្រុសនោះទៅចិញ្ចឹមហើយដាក់ឈ្មោះថាព្រះកែវចំណែកកូនគោមានឈ្មោះថាព្រះគោព្រឹកឡើងមាននប់បាន3កូនដើរសុំទឹកដក់ពីអ្នកស្រុកអ្នកស្រុកឃើញកូនគោដើរតាមក៏នាំគ្នាឆ្ងល់យ៉ាងខ្លាំងអ្នកស្រុកអើយពេលដឹងថាស្ត្រីម្នាក់បែកពោះស្លាប់ហើយកើតកូនជាគោអ្នកស្រុកភ័យខ្លាចណាស់ពួកគេគិតថាគ្រួសារនេះនឹងនាំចង្រៃមកភូមិដូច្នេះពួកគេក៏នាំគ្នាជេរវាយនិងដេញមាននប់ឲ្យចេញពីភូមិមាននប់និងកូនទាំងពីរបានរត់ទៅរស់នៅក្នុងព្រៃជ្រៅពួកគេរស់នៅក្រោមដើមឈើបេះផ្លែឈើបរិភោគជាអាហារពេលព្រះគោនិងព្រះកែវធំឡើងបន្តិចថ្ងៃមួយព្រះកែវបានឃើញក្មេងខ្វឺគោកំពុងលេងសប្បាយដោយចង់ញៀនមិត្តគាត់ក៏ដឹកព្រះគោទៅលេងជាមួយពួកគេពេលដល់ម៉ោងបាយក្មេងៗទាំងនោះនាំគ្នាស៊ីបាយយ៉ាងឆ្ងាញ់ព្រះកែវឃ្លានខ្លាំងក៏ដើរទៅសុំបាយខ្ញុំសុំស៊ីផងតែក្មេងៗទាំងនោះមិនត្រឹមតែមិនអោយទេថែមទាំងជេរនិងដេញវាយគាត់ទៀតផងព្រះកែវយំខ្សឹកស្អួលហើយរត់មកប្រាប់ប្អូនព្រះគោអាណិតប្អូនខ្លាំងណាស់វារត់3ដងភ្លាមនោះមានមហូបទឹកតែក្មេងខ្វឺគោបានលួចឃើញនិងនាំគ្នាទៅប្រាប់អ្នកស្រុកចង់បានទ្រព្យទឹកក៏នាំគ្នាកាន់ដំបងពូថៅនិងកាំបិតទៅចាប់ព្រះគោពួកគេចង់វះពោះព្រះគោដើម្បីយកទ្រព្យទាំងនោះព្រះគោបានប្រាប់ព្រះកែវឲ្យតងកន្ទុយឲ្យជាប់ហើយភ្លាមនោះព្រះគោក៏ហក់ឡើងលើមេឃដើមកណ្ដោយធំមួយបានរលំបាក់សង្កត់លើអ្នកស្រុកជាច្រើនអ្នកខ្លះបាក់ដៃអ្នកខ្លះបាក់ជើងអ្នកខ្លះបែកក្បាលព្រះគោបានស្រែកប្រាប់ថាយកឬកណ្ដោលទៅដាំផឹកទៅនឹងជាវិញគោនិងព្រះកែវរស់នៅតែ2អ្នកបងប្អូនថ្ងៃមួយបុត្រីស្ដេច7អង្គមកលេងស្រះទឹកកណ្ដាលព្រៃព្រះកែវបានលួចឃើញនាងពៅហើយក៏លង់ស្រឡាញ់ភ្លាមប៉ុន្តែបងរបស់នាងពៅបានយករឿងនេះទៅទូលស្ដេចស្ដេចខឹងយ៉ាងខ្លាំងហើយបណ្ដេញនាងពៅចេញពីវាំងនាងពៅបានចូលព្រៃហើយរស់នៅជាមួយព្រះកែវព្រះគោក៏បានរៀបអភិសេកឲ្យអ្នកទាំងពីរព្រមទាំងក្អែប្រាសាទដ៏ស្រស់ស្អាតមួយសម្រាប់ពួកគេរស់នៅក្រោយមកស្ដេចសៀមបានបបួលស្ដេចខ្មែរប្រកួតជល់មាន់និងជល់ដំរីព្រះគោបានប្រែកាយជាមាន់ដើម្បីជួយស្រុកខ្មែរហើយព្រះគោក៏ឈ្នះសៀមមិនអស់ចិត្តក៏បបួលជល់ដំរីម្ដងទៀតព្រះគោបានប្រែកាយជាដំរីហើយក៏ឈ្នះម្ដងទៀតស្ដេចសៀមខឹងយ៉ាងខ្លាំងហើយចង់ចាប់ព្រះគោឲ្យបាន
ចុងក្រោយសៀមបានភឿគោយន្តដែកដ៏ធំមួយមកប្រកួតជាមួយព្រះគោព្រះគោដឹងថាមិនអាចឈ្នះបានក៏ប្រាប់ព្រះកែវនិងនាងពៅឲ្យត្រៀមខ្លួនរត់គេចពេលកំពុងហោះគេចខ្លួននាងពៅបានធ្លាក់ពីលើមេឃនិងស្លាប់នៅកណ្ដាលព្រៃព្រះកែវយំសោកយ៉ាងខ្លាំងតែត្រូវរត់គេចបន្តព្រះអិនបានយកទឹកអម្រឹតមកស្រោចសាប់នាងពៅឲ្យคล้ายជាថ្មហើយនាំវិញ្ញាណនាងឡើងទៅឋានសួគ៌កុំចោលបងអីចំណែកព្រះគោនិងព្រះកែវនៅតែត្រូវសៀមដេញតាមចាប់រហូតអូនពៅទីបំផុតអ្នកទាំងពីរត្រូវបានចាប់ទៅស្រុកសៀមសៀមបានសង់ប្រាសាទយ៉ាងស្អាតដើម្បីឃុំទុកព្រះគោនិងព្រះកែវពួកហើយចាប់តាំងពីថ្ងៃនោះមកព្រះគោព្រះកែវមិនបានត្រឡប់មកស្រុកខ្មែរវិញទៀតឡើយតែរឿងរ៉ាវរបស់ពួកគេនៅតែត្រូវបាននិទានតៗគ្នាទៅរហូតដល់សព្វថ្ងៃនេះ